ខ្ញុំជឿថាបងប្អូនប្រកាសជាគិតថាឲ្យតែបានទៅលេងខ្នងផ្សារបងប្អូនប្រកាសជាបានឃើញទេសភាពស្អាតៗដូចនៅក្នុងវីដេអូនេះតាមពិតទៅមិនពិតនោះទេបើសិនជាបងប្អូនរើសយកពេលវេលាដែលមិនត្រឹមត្រូវនោះហើយសម្រាប់ខ្ញុំគឺឡើងទៅលេងខ្នងផ្សារជាង10 ដងហើយទើបបានជួបទេសភាពស្អាតៗដូចដែលបងប្អូនបានឃើញនេះអញ្ចឹងបើសិនជាបងប្អូនចង់ឡើងភ្នំឲ្យចំពេលវេលាដែលមានទេសភាពស្អាតជួបសមុទ្រពពកជួបមេឃចុះអាប់និងបានឃើញវាលស្មៅលាស់ខៀវខ្ចីបងប្អូនគួររើសយកខែដែលមានភ្លៀងធ្លាក់ខ្លះៗហើយខែដែលបងប្អូនគួរទៅលេងនោះគឺចុងខែ5ដល់ពាក់កណ្ដាលខែ6ដែលជាពេលវេលាដ៏ល្អសម្រាប់អ្នកឡើងភ្នំហើយការដើរឡើងភ្នំយើងតែងតែជួបហើយមេឃក្តៅមេឃភ្លៀងមេឃត្រជាក់សូម្បីតែយើងទៅខែប្រាំងក៏អាចជួបភ្លៀងធ្លាក់បានដែរពេលនៅលើភ្នំហើយការដើរឡើងភ្នំបានជួយឲ្យយើងចេះតស៊ូចេះសាមគ្គីគ្នាចេះចែករំលែកនិងផ្ដល់មកនូវសុខភាពល្អអារម្មណ៍ស្រស់ស្រាយបានធូរស្បើយអស់កង្វល់និងបានជៀសផុតពីជំងឺឈឺថ្កាត់ផ្សេងៗដោយរូបខ្ញុំអញ្ចឹងហើយទើបខ្ញុំចូលចិត្តដើរឡើងភ្នំឡើងភ្នំគឺដើម្បីសុខភាពឡើងភ្នំដើម្បីព្យាបាលជំងឺទាំងផ្លូវកាយនិងជំងឺផ្លូវ